យកក្របថ្នោតទៅដាំទៅដោតពីលើភ្លឺស្រែចិត្តគិតប្រមាណចង់បានផ្កាផ្លែដាំដុះបង្ហែបង្ហិនខ្លួនឯងដល់ថ្នោតឡើងគល់ឡើងកើតនាំខ្វល់ធៀងលូតឡើងវែងជួររស់ជំនឹមក្របីជាប់ស្នែងទៅទៅតេងជួយឆ្វេងមិនត្រូវដល់ថ្នោតវាធំមានធៀងវាទុំវាជ្រុះក្នុងស្រូវនៅឆ្ងាយពីផ្ទះឃ្លាតណាស់ពីផ្លូវទម្រាំដល់ទៅរលួយស្រូវអស់កូនណាយកុំឆោតបើចង់បានថ្នោតដាំដោយគៀនកោះទីទួលចំការឯណាចន្លោះដាំដោយគៀនរបស់ជាជួររបងរបៀបចំការថែទាំរក្សាយូរមើលម្ដងស្រះឲ្យដឹងជួរមើលគួសំផងកុំបាក់មុខឆ្លងទៅស្រះខាងក្រៅមិនគប់ប្រសើររបងចេះដើរអ្នកមកខាងគេក្តៅកើតក្តីកើតក្តាំអស់ខអស់អៅខឹងអស់ញាតផៅព្រោះតែចំការកុំធ្វើជាងអៀតពេលយប់ត្រៀតខ្លះមកខ្លះទៅជៀសគ្នាមិនរួចបើកបរកាត់ស្រូវជេរម្ដាយតាមផ្លូវរហូតដល់ផ្ទះកូនណៃអ្នកចាំអ្នកកុំចងកម្មមានពីច្រើនណាស់ជាតិក្រោយខ្វាក់ខ្វិនក្រខ្វេក៏ខ្វះសូវចោលដីខ្លះមិនខាតប៉ុន្មានកុំខ្លាចខ្លួនក្រតែមួយដំណរច្រើនកើតល្អឋានល្អែកល្អោកវាលវត្តអត់ញាតសន្តានអត់គេរាប់អានមានតែគេស្អប់កាត់រឹកឲ្យខ្ពស់ខ្ងាអេឲ្យខ្ពើមពាកឆ្លងទៅបានហៅគប់យកឆោតដាក់ខ្លួនច្រើនមានគេរាប់បើខ្លួនឥតទ្របកុំធ្លាប់ហ៊ានខ្ចីគ្រប់ការសារពើជើងអេកញ្ជើកន្តាំងតៅល្អីរទេសរនាស់សេះគោក្របីបើបានជាខ្ចីប្រាក់គេទិញយកម្ករកស៊ីខែ1ខែ2សងគេទៅវិញរបស់បានយើងជាជើងជួញចេញប្រាក់គេនោះមិញពិតជាទ្របឯងកុំខ្ចីគេប្រើតែមួយដំណើរមិនយូរវែងជួនជាបាក់បែកជាជែកទាស់តែងសងគេមិនលែងចាស់ផ្លាស់ជាថ្មីធម្មជាតិជាប្រុសគិតឲ្យសពសោះកុំឲ្យសល់អ្វីបួសរៀនធម៌អាសាស្ត្រាបាលីបលោកលោកីកុំបីចន្លោះសឹកមករកស៊ីកកាយពធរនីធ្វើជាក្រហោះកុំកុហកជឿបុលបំណុលរុំកោះច្រើនគេដាក់ខ្នោះអស់ស្រែចំការនេះជាកំណាប់បែបបត់ប្រវត្តិកំណាប់តាក្រមងុយពាក្យខ្លឹមសារកត់ច្បាស់ជាមិនពុកភ័យជួនសាមញ្ញសនុកស្ដាប់វិចាឥឡូវឆ្នាំថ្មីប្រពៃណីជាតិញោមញាតដៃខ្ញុំសូបលើកសាវតាកំណាប់គាត់មិនបាច់បកស្រាយតណាគឺថាតម្រែតម្រង់ចិត្តស្មារតីហើយកាលនោះឯងគាត់មានលើកកំណាប់ក៏ផ្លែងក៏មានខ្លះខ្ញុំបានចាំទៅតាមថាកាលចំនួនម៉ាស៊ីនចាក់ដៃគាត់មានលើកពាក្យច្បាប់ពាក្យបណ្ដាំហើយពាក្យកផ្លែងគាត់តាក់តែងជាពាក្យសម្ដីល្មមងាយស្ដាប់ទាំងប្រុសស្រីជាសេចក្តីខ្មែរល្មមស្ដាប់បានណាដូច្នេះពាក្យដែលគាត់តែងជាកំណាព្យកំប្លែងពេលចូលឆ្នាំមានគ្រប់លបែងលបាំសិល្បៈនានាហើយលបែងចោលឈូងផងបោះអង្គុញលោតអន្ទាក់លាក់កសែងចាប់កូនខ្លែងឥតសៅมองទាញព្រាត់ទាត់ស័យនេះជាកីឡារៀបច្បងដែលចង់ទុកឲ្យយើងជាតម្រាលេងយកតម្រេះប្រះចាក់លបែងពេលលាយ៉ាហើយតាក្រមងុយនឹងគាត់ទៅឃើញមនុស្សពីរគ្នាកំពុងទៅទាស់តែងខ្វែងយ៉ាងណាលេងលបែកចាយស៊ីសងគាត់បានលើកជាកំណាព្យកាបសាវតាកាលពីចំនួនគាត់ឥឡូវខ្ញុំចង់លើកមកមិនបាច់ចាំកែអត្ថកថាជូនយាយហើយជូនតានិយាយអំពីពាក្យកំប្លែង
ច្នេះការរៀបរាប់មិនបានសោះសពយឺកិត្តិយសបញ្ចេញសូតាមទូរទស្សន៍ដើម្បីឲ្យបងប្អូនគ្រប់កន្លែងណាបើអ្នកស្ដាប់ឲ្យវិនិច្ឆ័យពិចារណាគឺថានិយាយពីទោសអ្នកលេងល្បែងស៊ីសងអើវតែងតែទាស់គ្នាតែងអត់ងងុយបែងគាត់លើកថាយ៉ា